ចង់ធ្វើវីដេអូកាត់ color បែបនេះតោះទៅមើលទាំងអស់គ្នាជាដំបូងយើងចូលទៅក្នុងកម្មវិធី CapCut ហើយ add វីដេអូដែលយើងចង់កាត់ពណ៌ហ្នឹងបន្ទាប់មកយើងធ្វើការ copy វីដេអូនេះជាពីរហើយវីដេអូទី1យើងនឹងកែប្រែ color វាឲ្យទៅជាសខ្មៅទាំងអស់ដល់យើងចូលទៅកាន់មុខងារ adjust បន្ទាប់មកយើងបន្ថយ color ទៅលើពណ៌បៃតងពណ៌ខៀវនិងពណ៌ដីឥដ្ឋបន្ទាប់ពីកែសម្រួលមកវីដេអូរបស់យើងគឺមានពណ៌សខ្មៅបែបនេះបន្ទាប់មកយើង select ទៅលើវីដេអូទី2ហើយចុចមុខងារ overlay ដើម្បីទម្លាក់វីដេអូនោះហើយទាញតម្រាំឲ្យស្មើជាមួយនឹងវីដេអូទី1បន្ទាប់មកយើង select ទៅលើវីដេអូទី2និងស្វែងរកទៅលើមុខងារ mask រួចយក horizontal និងបង្វិលពុះបញ្ឈរវីដេអូទាំងពីរបន្ទាប់មកយើងធ្វើការ copy វីដេអូទី1និង copy វីដេអូទី2ដើម្បីធ្វើការ remove background ចេញដែលយើង select ទៅលើវីដេអូរួចទៅរកមុខងារ remove bg យើងធ្វើបែបនេះដដែលទៅលើវីដេអូទី1និងវីដេអូទី2បន្ទាប់មកយើងធ្វើការទាញវីដេអូដែលយើងបាន remove bg ទាំងពីរមកក្រោមឲ្យស្មើនឹងត្រឹមជាមួយនឹងវីដេអូខាងលើបន្ទាប់មកទៀតយើង select ទៅលើវីដេអូដែលយើងបាន remove bg វិញទៅរកមុខងារ mask និងជ្រើសរើស horizontal ទៅតាមពណ៌ color ដែលយើងចង់ដាក់ឆ្លាស់ផ្ទុយគ្នារួចបង្វិលពណ៌ background ឲ្យផ្ទុយជាមួយនឹងរូបភាពមនុស្សយើងធ្វើបែបនេះទៅលើវីដេអូ remove bg ទី1និងទី2បន្ទាប់ពីយើងបានកាត់ពណ៌ឆ្លាស់គ្នារួចរាល់ហើយចំណុចបន្ទាប់គឺយើងត្រូវបន្ថែម sound effect ត្រង់ចំណុចនៅពេលដែលយើងដើរកាត់ចំណុចកណ្ដាលនៃពណ៌ទាំងពីរបន្ទាប់ពីយើង add sound effect មួយហើយអញ្ចឹងយើងត្រូវបន្ថែម sound effect នឹងគ្រប់គឺយើង add sound effect នឹងគ្រប់ពេលដែលយើងដើរមកដល់ចំណុចកណ្ដាលនេះគឺយើងត្រូវ add អញ្ចឹងក្នុងវីដេអូនេះយើងត្រូវដើរមកចំណុចកណ្ដាលនេះ3ដងយើងត្រូវ add sound effect នឹង3ដងដូចគ្នាចុងក្រោយគឺយើងបន្ថែមបទចម្រៀងសម្រាប់ background នៃវីដេអូទាំងមូលរបស់យើង